សូមស្វាគមន៍មកកាន់កោ Single ថ្ងៃនេះខ្ញុំនឹងនាំយកពាក្យពណ៌ជាបន្តដើម្បីចែកជូនដល់អ្នកទាំងអស់គ្នាក្នុងការសិក្សាផងដែរអូខេមកចាប់ផ្ដើមជាមួយនឹងខ្ញុំទាំងអស់គ្នាអញ្ចឹងពាក្យថាពណ៌នៅក្នុងភាសាចិនយើងអានថាយានស័កពណ៌យានស័កពណ៌អូខេចាប់ផ្ដើមនៅពាក្យពណ៌ជាបន្តជាមួយនឹងខ្ញុំផងដែរអូខេអញ្ចឹងពណ៌ស្វាយភាសាចិនយើងអានថាជឺស័កពណ៌ស្វាយជឺស័កពណ៌ស្វាយជឺជឺ色橘色 OK អញ្ចឹង橘色ពណ៌ស្វាយ粉色ពណ៌ផ្កាឈូក粉色ពណ៌ផ្កាឈូក粉色粉色ពណ៌ផ្កាឈូក橙色ពណ៌ទឹកក្រូច橙色ពណ៌ទឹកក្រូច橙色橙色ពណ៌ទឹកក្រូច灰色ពណ៌ប្រផេះ灰色ពណ៌ប្រផេះហើអ៊ុយហ៊ុយហ៊ុយសឹហ៊ុយសឹពណ៌ប្រផេះជុងសឹពណ៌ត្នោតជុងសឹពណ៌ត្នោតជឺអងជុងជុងសឹជុងសឹពណ៌ត្នោតអូខេអញ្ចឹងថ្ងៃនេះយើងបានសិក្សារួចហើយនៅពាក្យពណ៌របស់យើងទាំងអស់ផងដែរអូខេអញ្ចឹងយើងចង់បង្កើតជាប្រយោគសំណួរចង់សួរថាតើអ្នកចូលចិត្តពណ៌អ្វីអូខេអញ្ចឹងនេះជាប្រយោគដែលខ្ញុំនឹងជូនដល់អ្នកទាំងអស់គ្នាថ្ងៃនេះផងដែរអូខេអញ្ចឹងយើងចង់សួរថាតើអ្នកចូលចិត្តពណ៌អ្វីភាសាចិនយើងអានថានីស៊ីហ៊ុនសិនមើយានស័កនីស៊ីហ៊ុនសិនមើយានស័កនីនអ៊ីនីនីអ្នក CEC ស៊ីហើអនហ៊ុនហ៊ុនស៊ីហ៊ុនចូលចិត្ត是恩生神么什么បាទតើឬក៏អ្វីយានស័កយានស័កពណ៌នីស៊ីហ៊ុនសិនមើយានស័កនីស៊ីហ៊ុនសិនមើយានស័កតើអ្នកចូលចិត្តពណ៌អ្វីបើសិនជាអ្នកចូលចិត្តពណ៌ស្វាយអ្នកទាំងអស់គ្នាអាចឆ្លើយថា我喜欢橘色我喜欢橘色ខ្ញុំចូលចិត្តពណ៌ស្វាយអូខេចូលអ្នកទាំងអស់គ្នាចូលចិត្តពណ៌អីដែរអាច comment នៅក្នុងវីដេអូខាងក្រោមបានណាអូខេជម្រាបលាជួបគ្នានៅវីដេអូក្រោយជាបន្តទៀតផងដែរបាយបាយ